មានរឿងដំណើរថាម្ចាស់ផ្ទះសំណាក់វាងឈន់ជាមនុស្សស្រីអាត់កំបាំងនាងមិនដឹងថានាងមកពីណាមានផ្លូវទៅផ្ទះឲ្យប្រកបទេបំផុតឯងមកហើយខ្ញុំជាមេក្រុមសំណាងនៅជាងជូទទួលបញ្ជាស៊ើបរឿងវាយប្រហារម្ចាស់ហាងនំប៉ៅសូមនៅនាងអាខើជួយសហការលោកបំពេញច្បាប់បាញ់ឈន់ម្ដងហើយម្ដងទៀតបានមានរឿងម្ដងទៀតខ្ញុំច្បាស់ជាយ៉ាងម៉េចសម្រាប់លោកនាងប្រើវិទ្យាមន្តអីទើបឲ្យមនុស្សចូលក្នុងសុបិនខ្ញុំមិនបាច់ចាំដឹងវាញ់ឈន់តំណាងឲ្យអ្វីឡើយជ្រុលជានាងបំផ្លាញស្នេហាពួកយើងទៅហើយការចងចាំនេះទុកក៏អត់ដីទៀតដែរវាជាវាសនាខ្ញុំទទួលយកវាសនាខ្លួនឯងបានយ៉ាងណាសុបិនមកផ្លេះមិនអាចដោះស្រាយបញ្ហាបានទេនាងត្រូវបើកភ្នែកឃើញដែរទេនេះគឺជាការពិតឯងបំពេញសបិនអញអ្នកដតេឯងក្បត់អតីតកាលខ្លួនឯងខ្ញុំអត់ទេបានខ្ញុំបំផ្លាញកន្លែងនេះឯងនៅមានសេរីភាពមែនទេបើនាងមានស្នេហាម្ដងទៀតកិច្ចសន្យានឹងរលាយអាខើបដូរជីវិតឲ្យខ្ញុំច្បាស់ជាមានវិធីជួយនឹងបានខ្ញុំអាចយករបស់ដែលបដូររួចមកវិញយ៉ាងម៉េចសបិនមេអំបែងចង់ជូដល់ពេលភ្ញាក់ហើយបងសន្យានឹងអូនហើយថាមិនយំ